ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube មីងថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ទាំងអស់គ្នាមកមើលពីវិធីធ្វើឆាមាន់គល់សក្រីអ្នកនរគ្នាចាជាដំបូងគឺយើងដាំទឹកឲ្យពុះសិនមកបន្ទាប់មកយើងយកសាច់មាន់ដែលយើងបានធ្វើហើយនឹងកាប់រួចរាល់ហ្នឹងយកវាមកស្រុះមួយទឹកសិនដើម្បីឲ្យវាជ្រះឆ្អាបហើយវាធ្វើឲ្យមាន់យើងងាយស្រួលក្នុងការបំពងបន្ទាប់មកពេលដែលវារីស្ងួតទឹកហើយយើងក៏ចាប់ផ្ដើមយកសាច់មាន់ដែលយើងស្រុះមិញហ្នឹងយកមកបំពងជាមួយនឹងខ្លាញ់អ្នកទាំងអស់គ្នាដោយសារយើងធ្វើមាន់ឆាគល់សក្រីគឺយើងត្រូវបំពងមាន់សិនដើម្បីឲ្យមាន់យើងនឹងវាក្រៀមល្អអ្នកទាំងអស់គ្នាចាហើយការបំពងនេះដែរយើងត្រូវដាក់ខ្លាញ់ឲ្យវាច្រើនបន្តិចហើយយើងដាក់សាច់មាន់ចូលតិចតិចទៅណាអ្នកនរគ្នាយើងអាចបំពង2 3ដងទៅដោយសារមាន់របស់ខ្ញុំនេះធ្វើវារៀងច្រើនដែរអញ្ចឹងទៅគឺខាងខ្ញុំបំពង2 3ដងដែររំតែវាហើយនៅពេលដែលយើងបំពងនឹងដែរគឺយើងអាចដាក់ជាមួយនឹងស្លឹកក្រូចដើម្បីឲ្យវាឈ្ងុយក៏បានដែរអ្នកនរគ្នាហើយងាយតាក់ទងជាមួយនឹងគ្រឿងឆាគល់សក្រីគឺតិចទេអ្នកនរគ្នាទីមួយគឺអ្នកទាំងអស់គ្នាត្រូវការគល់សក្រីដែលយើងហាន់រួចមកជាមួយនឹងខ្ទឹមសបំពងហើយជាមួយនឹងស្លឹកនឹងត្រូវការស្លឹកម្រះព្រៅដែរអ្នកទាំងអស់គ្នាហ្នឹងហើយនៅពេលដែលយើងដាក់មកបំពងទុកចោលអញ្ចឹងទៅយើងអាចមកដំខ្ទឹមមកហើយមកដើម្បីឲ្យយើងនឹងគឺងាយលឿនជាងយើងកុំទុកពេលវេលាចោលច្រើនគឺយើងមកវាយខ្ទឹមដើម្បីចិញ្ច្រាំវាទុកទៅតម្រាំតែមាន់យើងបំពងហើយគឺយើងយកខ្ទឹមហ្នឹងទៅលីងវាហើយយើងអាចឆាយកតែម្ដងក៏បានដែរអ្នកនរគ្នាហើយតែទៅមួយខ្ទឹមហ្នឹងយើងអាចដាក់តាមចំណង់ចំណូលចិត្តនិងតាមបរិមាណនៃមាន់ដែលយើងធ្វើដោយសារមាន់ខ្ញុំរៀងច្រើនដែរចឹងខ្ញុំដាក់រៀងច្រើនហើយអ្វីដែលมันអាចខ្វះបាននោះគឺម្ទេសអ្នកនរគ្នាបើអ្នកនរគ្នាចូលចិត្តហឹរអាចដាក់ឲ្យច្រើនជាងនឹងទៀតក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំដាក់ល្មមដែលក្មេងៗអាចញ៉ាំបានអញ្ចឹងអ្នកនរគ្នាចាឥឡូវយើងក៏លេខមកមើលមាន់របស់យើងដែលបំពងនេះអ្នកនរគ្នាយើងបំពងរួចរាល់ហើយអញ្ចឹងយើងយកគល់សក្រីរបស់យើងនឹងយកមកបំពងចុងក្រោយជាមួយនឹងខ្លាញ់នឹងដែរមកយើងបំពងវានឹងឲ្យវារៀងស្ងួតល្មមអ្នកនរគ្នាបន្ទាប់មកគឺយើងអាចដួសវាឡើងបានហើយនេះដូចក្នុងរូបនេះអ្នកនរគ្នាមើលទៅទំហំល្មមដែលវារៀងឆ្អិនហើយនឹងរៀងក្រហមល្អយើងអាចដួសវាយកមកដាក់ជាមួយនឹងមាន់របស់យើងបានណាអ្នកនរគ្នាចាឃើញអ្នកនរគ្នាមាន់របស់ខ្ញុំពេលបំពងហើយរៀងច្រើនទេតាអ្នកនរគ្នាថាគាត់បំពងហើយនឹងមើលទៅដូចឆ្អិនហ្មងរសជាតិអីអ្នកទាំងអស់គ្នាចាំតែមើលចុងក្រោយបានបន្ទាប់ពីយើងបំពងហើយយើងក៏ចាប់ផ្ដើមយកខ្ទឹមរបស់យើងនិងម្ទេសដែលយើងច្រាំមុននេះយកមកលីងវាមកអ្នកនរគ្នាលីងវាល្មមហើយយើងក៏ចាប់ផ្ដើមដាក់គ្រឿងនេះមានដូចជាទឹកត្រីមានអីអ្នកនរគ្នាចាតើមកយើងចាក់មាន់ចូលមកអ្នកនរគ្នាយើងកូរវាឲ្យសព្វហើយយើងក៏ចាប់ផ្ដើមបន្ថែមគ្រឿងទេសពីលើនឹងទៀតមកគ្រឿងទេសរបស់យើងមានដូចជាអំបិលប៊ីចេងស្កម្សៅស៊ុបជាមួយនឹងប្រេងខ្យងបន្តិចមកអ្នកទាំងអស់គ្នាហើយបរិមាណគឺអ្នកទាំងអស់គ្នាអាចលេខលោកតាមម្ហូបដែលអ្នកទាំងអស់គ្នាមានថាសាច់របស់យើងនឹងតិចឬក៏ច្រើនអាចដាក់តាមចំណង់ចំណូលចិត្តណាអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយគាំទ្រផលិតផលខ្មែរផងណាគ្រឿងទាំងអស់ហ្នឹងគឺយើងប្រើសិតតែជាគ្រឿងរបស់ខ្មែរទាំងអស់អ្នកទាំងអស់គ្នាមិនថាប្រេងខ្យងមិនថាស្ករមិនថាប៊ីចេងអីគឺយើងប្រើសិតតែរបស់ខ្មែរអ្នកទាំងអស់គ្នាដើម្បីជួយគាំទ្រផលិតផលខ្មែរទាំងអស់គ្នាចាឥឡូវក៏លេខមកមើលម្ហូបរបស់យើងវិញចាយើងអាចកូរវាឲ្យសព្វជាមួយនឹងគ្រឿងដែលយើងបានដាក់ហ្នឹងបន្ទាប់មកយើងអាចទុកវាបន្តិចទៀតដើម្បីឲ្យវាចូលជាតិគ្នាហើយយើងអាចភ្លក់មើលថាវាល្មមនៅបើវាល្មមហើយគឺយើងអាចបិទភ្លើងវាបានអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងលោកអ្នកតិចទៀតខ្ញុំនឹងឲ្យលោកអ្នកទាំងអស់គ្នាចូលមកស្ដាប់ពីសម្លេងផ្សេងរបស់ម្ហូបរបស់យើងអ្នកនរគ្នាបន្ទាប់ពីកូរចុះកូរឡើងម្ហូបរបស់យើងគឺចាប់ផ្ដើមបានឆ្អិនហើយអ្នកនរគ្នាបន្ទាប់ពីវាឆ្អិនហើយយើងក៏អាចដាក់accessory ចុងក្រោយបានចាគឺស្លឹកគឺយើងចាប់ផ្ដើមដាក់ស្លឹកម្រះព្រៅដែលយើងបេះពីខាងដើមវីដេអូយកចូលមកណាទាំងអស់គ្នាចាបន្ទាប់ពីយើងដាក់ស្លឹកម្រះព្រៅចូលហើយគឺវានឹងបង្កើនក្លិនឆាគល់សក្រីរបស់យើងគឺកាន់តែឈ្ងុយណាអ្នកនរគ្នាចាហើយដល់ពេលយើងដាក់ហើយចឹងគឺយើងអាចកូរវាឲ្យសព្វចឹងទៅដើម្បីឲ្យវារៀងស្លោកតិចហើយយើងក៏ចាប់ផ្ដើមបិទភ្លើងបានហើយអ្នកនរគ្នាដោយសារស្លឹកនេះគឺយើងដាក់យកតែឈ្ងុយទេហើយយើងបាច់ឲ្យវាលួយពេកក៏បានដែរអ្នកនរគ្នាចាបន្ទាប់ពីឆ្អិនហើយគឺយើងចាប់ផ្ដើមដួសដាក់ចានអ្នកនរគ្នាចានិយាយទៅឆាគល់សក្រីមួយមុខនេះយើងអាចឆាធ្វើជាម្ហូបញ៉ាំមួយបាយក៏បានហើយសម្រាប់បងដែលចូលចិត្តញ៉ាំសាច់ខ្លែមអីចឹងម្ហូបមួយមុខនេះគឺត្រូវសម្រាប់ម៉ាក់អាចធ្វើជូនគ្រួសារដើម្បីខ្លែមបានអ្នកនរគ្នាវាក្រៀមហើយមានរសជាតិឆ្ងាញ់ទៀតចាឥឡូវយើងមកចាប់ផ្ដើមមើលអ្នក review របស់យើងទាំងអស់គ្នាចាអ្នក review ម្ហូបចុងក្រោយសង្ហាអ្នកនរគ្នាចាអូហូតណូមែនតែនចាគាត់ថាមើលមកគាត់ក៏ដឹងថាម្ហូបដែលយើងធ្វើថ្ងៃនេះគឺឆ្ងាញ់ប៉ុណ្ណាដែរអ្នកនរគ្នាបើសិនជា
បើសិនជាអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាសូមកុំភ្លេចជួយ like ជួយ share និងជួយ subscribe channel YouTube ម្នាក់មួយផងអ្នកទាំងអស់គ្នាសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ពេលនេះខ្ញុំមីងសូមអរគុណច្រើនសូមជម្រាបលាបាយបាយ